ស្បៃតែខ្ញុំបងប្អូនបើសិនជាសម្រាប់អ្នកអត់ចេះកាត់កុំមកអ្នកចូលកាត់ដំបូងឬក៏អ្នកចេះជំនាញកាត់គឺកាត់ទុកឲ្យអ្នកចាស់ៗអ្នកដែលជំនាញរៀបអញ្ចឹងអត់កាត់ខ្លួនឯងទេព្រោះអីខ្លះចេះរៀបពុទ្ធសាសនាតែយកសានកាត់ទុកខ្លួនឯងបងស្រីបងប្អូនយើងអ្នកគ្នាកាត់ទុកខ្លួនឯងទៅមកពួកខ្ញុំតែដល់ថ្ងៃនេះកាត់3នេះឲ្យចាយរបស់គាត់តែខ្ញុំកាត់ខ្លួនឯងចឹងអ្នកគ្នាសួស្ដីបងប្អូននេះថ្ងៃនេះមករៀបស្បៃមួយខ្ញុំស្បៃអល់កាឌីនៅប្រទេសកូរ៉េរៀបវាចឹងមកនេះស្វាយចឹងមកនេះដាក់កេះតែចឹងមកផ្ទះខ្ញុំអើយមានអ្នកកាត់ផ្សេងរៀបផ្សេងដោយសារតែយើងរៀបទៅផ្សារអ្នកដែលមកក្រោយអត់សូវអើយចេះរៀបអញ្ចឹងតែទៅឲ្យកាត់ទៅឲ្យតែអ្នកកញ្ចាស់យិនសិនឲ្យទេរៀបតែថ្ងៃនេះធ្វើកាត់4នាក់ឥឡូវ2នាក់នោះចាញ់ហើយដោយសារ2នាក់នេះតាក់ណាក់ស្បៃល្អបងប្អូននេះកាត់ហើយដូចឲ្យត្រីងៀតហាលហ្នឹងអង្គនេះរៀបចឹងមករៀបស្មើចឹងមកយើងកាន់បានច្រើនតាហ្នឹងណាពេលតែគេកាត់ហើយស្មើចឹងបងប្អូនយើងអាចតកងបានម្ដងនេះ3 4គុំអីចឹងណាកាន់ចឹងមកអានេះមុខខាងក្រោមមិនស្មើក៏បានដែរដល់ពេលដល់មុខលើតែវាយកស្មើកាន់គប់វាមួយជង្គង់ចឹងមកបានខាងចិនបងប្អូននេះបន្ទាប់ពីយើងអើយរៀបមិញហើយចឹងណាដាក់កេះមកកេះនឹង4គីឡូចឹងអានឹងមុខលើឯងខាងមុខប៉ុណ្ណឹងព្រោះបន្លែវាសិនល្អដែរចឹងទៅបានប៉ុណ្ណឹងឯងនេះសិតតែមុខលើហើយតែមិនអាសេពូលអាល្អរបស់គេនេះនេះគេកាត់ទុកឲ្យយើងរៀបនេះឡើងដូចត្រីប្រហុកចឹងអ្នកគ្នានេះអូ